បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំចេញវីដេអូមួយតាក់ទងទៅនឹងបាទបងប្អូនដែលកំពុងតែរលួយតាម Facebook ថ្មីណាទើបតែប្រឡងដំបូងគឺខ្ញុំ recommend មែនទែនអ្នកនរគ្នាកុំភ្លេចមើលដល់ចប់បាទមើលដល់ចប់គឺអ្នកទាំងអស់គ្នាប្រកាសជាយល់ច្បាស់ជាមិនខានទេអញ្ចឹងយើងអាចសិក្សាបានតាមរយៈបាទចំណុចទាំងប្រមាណនេះថាមើលដល់ចប់ទៅគឺអ្នកនរគ្នាគឺយល់ហើយបាទចឹងគឺខ្ញុំចង់និយាយតាក់ទងទៅនឹងរបៀបបង្កើត page ភ្លាមមានអ្នក follow ភ្លាមហើយនឹងផ្ទុះ view ភ្លាមបាទចឹងត្រូវធ្វើម៉េចបាទនេះគឺជាគោលដៅមួយដែលបងប្អូនទាំងអស់គ្នាគាត់ចង់បានបាទចឹងធម្មតាទេនៅពេលដែលបង្កើត page ទៅមាន follow ច្រើនមាន view ច្រើនគឺយើងមានទឹកចិត្តធ្វើបាទហើយខ្ញុំក៏សូមមួយទៀតបាទការដែលយើងមាន follow ច្រើនគឺជារឿងល្អប៉ុន្តែមុខងារ CM នេះគឺមិនតម្រូវមាន follow ប្រមាណទេបាទចឹង follow ចាប់ពី 1K អីឡើងទៅវាមានឱកាសក្នុងការរកលុយឯងអ្នកនរគ្នាមិនចាំបាច់ទាល់តែបាន10 20K នោះទេបាទអញ្ចឹងចាប់ពី 1K ឡើងទៅហ្នឹងគឺមានឱកាសទទួលបានមុខងារ content monetization ហើយអ្វីដែលសំខាន់គឺអ្នកនរគ្នាផុសរូបភាពឬក៏ផុសវីដេអូឲ្យមានអ្នកគេមើលច្រើនចាប់ពីរាប់រយ K ឡើងទៅណាបាទមានបាទ700K 1M view ឡើងទៅគឺមានសង្ឃឹមហើយបាទហើយចំនួន follow នេះគឺមុខងារ CM នេះគឺ Facebook មិនតម្រូវទេអញ្ចឹងយើងមិនចាំបាច់ដល់ថ្នាក់សុំ follow គ្នាទៅមកទេពុកម៉ែបងប្អូនទាំងអស់គ្នាណាអញ្ចឹងស្ដាប់កន្លែងហ្នឹងឲ្យបានច្បាស់បាទខ្ញុំឃើញពុកម៉ែបងប្អូនគាត់មកសុំឲ្យខ្ញុំ follow back ហ្នឹងគឺអូខេខ្ញុំអត់បាន follow ទេតែខ្ញុំគ្រាន់តែប្រាប់ជាកលឹះទៅវិញថាចំនួន follow គឺល្អប៉ុន្តែយើងមិនចាំបាច់ដល់ថ្នាក់សុំ follow គ្នាទៅមកទេបាទព្រោះថា Facebook មិនតម្រូវចំនួន follow ទេណាបាទអញ្ចឹងបើយើងផ្ទុះផុសវីដេអូល្អៗផ្ទុះ view ទៅគឺនឹងបានចំនួន follow ឯងហើយបានមុខងារ CM ទៀតបាទអញ្ចឹងកុំនៅកន្លែង follow គ្នាទៅមកគឺអត់ទៅមុខទេបាទខ្ញុំនិយាយហើយនិយាយទៀតណាហើយបើអ្នកខ្លះឮអញ្ចឹងហើយខឹងខ្ញុំ unfollow ខ្ញុំចោលវិញក៏អានទៅបាទព្រោះថានេះគឺខ្ញុំនិយាយពាក្យពិតបាទអញ្ចឹងធ្វើតែវីដេអូឲ្យល្អៗមើលទៅគឺគេមានអ្នក follow ហើយជាពិសេសនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងរបៀបយក follow ឲ្យបានច្រើននេះបាទហើយដោយធម្មជាតិទៀតដោយគេពេញចិត្តណាបាទអូខេតោះឥឡូវគឺចូលទៅកាន់ប្រធានបទយើងចំណុចទី1បាទដើម្បីមានឲ្យគេ follow យើងច្រើនគឺទីមួយយើងត្រូវមាន account Facebook ណាដែលមាន friend ច្រើននិង active ល្អ friend ចាប់ពីប៉ុន្មានបានថាច្រើននិយាយទៅកាន់តែច្រើនកាន់តែល្អណាខ្ញុំអត់មិនចុកកំណត់ចំនួនទេព្រោះថា friend នឹង Facebook ច្រើនបំផុតគឺ5000នាក់អញ្ចឹងបើ account Facebook យើងមាន friend 5000នាក់ឡើងទៅអាហ្នឹងគឺ maximum ហើយគឺល្អបំផុតហើយបាទអញ្ចឹងយើងមាន account ដែលមាន friend ច្រើនណាអញ្ចឹង account ហ្នឹងអាចជា account ស្អាត account ដែលគេផ្ទុះ view គេ add មកយើងច្រើនណាបាទអញ្ចឹងគឺយើងមាន friend ច្រើនហើយមួយទៀតគឺយើង active ល្អមានន័យថាយើងឧស្សាហ៍ផុសបាទរូបភាពផុសវីដេអូទៅមានគេចុច like ចុច comment យើងណាហើយពេលដែលគេចុច like ចុច comment យើងតបគេទៅវិញផងអាហ្នឹងបានហៅថា active ល្អគឺយើងសម្ដែងធ្វើដូចជាយើងនឹងមនុស្សពិតអញ្ចឹងណាយើងជា account ម្ចាស់ account ហ្នឹងពិតប្រាកដសម័យខ្លួនពិតប្រាកដអញ្ចឹងណាបាទតាមពិតយើងដើរតួជំនួសគេទេយើងធ្វើដូចជាយើងនឹងជាស្រីស្អាតអញ្ចឹងបាទសប្តាហ៍ថ្ងៃហ្នឹងខ្ញុំកាន់ account ស្អាតស្អាតច្រើនហើយមួយថ្ងៃបាទ friend ទេមកផងឆាតមកផងខមមិនផងបាទអត់មានពេលតបទេតបតែខមមិនទេដល់ពេលឆាតអត់មានពេលតបឆាតទេបាទអញ្ចឹងយើងតបខមមិនឬក៏ react AI អញ្ចឹងទៅចឹងធ្វើឲ្យ friend ហ្នឹងគឺយល់ថាយើងហ្នឹងជាម្ចាស់ account ពិតប្រាកដណាជាមនុស្សពិតលេងណាចឹងគេគេចង់ like យើងáយើងផុសរូបម្ដងមានគេ like យើងមានអីចឹងណាព្រោះយើងបានតបតជាមួយគេដែរយើងបាន reply comment react បេះដូងទៅគេវិញចឹងបាទចឹងនៅពេលដែលយើងមាន friend ច្រើនយើង react យើង active ល្អអញ្ចឹងនៅពេលដែលយើងបង្កើត page ណាអ្នកនរគ្នាបាទឥឡូវខ្ញុំសូមបង្ហាញនៅពេលដែលយើងបង្កើត page ហើយគឺយើងងាយនឹង invite គេណាបាទ invite ទៅគឺគេនឹងឆាប់ follow ហ៎ហើយខ្ញុំលេងតែជាមួយ page បរទេសទេគឺវាឆាប់ invite ឆាប់ follow យើងណាឆាប់ follow យើងបើខ្មែរខ្ញុំមិនដែលសាកទេខ្ញុំធ្លាប់តែសាកជាមួយបរទេសគឺពួកហ្នឹងវានៅពេលដែលយើង active account ដែលល្អទៅគឺពេល invite page គេចង់
គេចង់ like page យើងណាបាទចង់ follow page យើងណាហើយអញ្ចឹងយើងទៅយើង invite គេកន្លែងណាបាទអញ្ចឹងឧបមាថាយើងបង្កើត page បានមកហើយបាទនេះឧទាហរណ៍ page ខ្ញុំបាទមាន300 follow ជាងបាទអញ្ចឹងយើងចូលទៅកាន់នេះចូលកាន់ dashboard យើងមកយើងចូល community នេះហើយយើងចូលកន្លែង invite people នេះណាអញ្ចឹងពេលដែលយើងផុសរូបអីម្ដងគឺមានគេចុច like យើងអញ្ចឹងយើងចុច invite នេះក្រោយនេះមួយ48នាក់23នាក់ហើយនេះអឺបានម្នាក់ហើយប៉ុណ្ណឹងអត់ទាន់អស់ទេយើងនៅមានចេះមួយទៀតបាទនេះ switch account នេះយើង switch មក switch ដើម្បីអី switch ដើម្បីនេះ switch ដើម្បីinvite គេថែមណាបាទអញ្ចឹងបើសិនជាយើងថ្មីវាអត់ទាន់នេះទេអត់ទាន់អឺអត់ទាន់ invite friend មកប្រហែល load មកទាំងអស់ប៉ុន្តែដោយសារ page នេះគឺខ្ញុំធ្លាប់ invite ហើយវា load មកតែ13ឯងបើអ្នកនរគ្នាមាន friend 5000នាក់គឺវា load មក invite ម្ដង5000នាក់ហ្មងបាទអញ្ចឹង5000នាក់ហ្នឹងមានតែ10% follow យើងអត់គ្រាន់បើបាទអញ្ចឹងមានមួយ plate ហ្នឹងគឺបាន300 follow ឬក៏500 follow បាត់ហើយមួយ plate បាទអាហ្នឹងក្នុង admin មួយណាចុះបើយើងយក page ហ្នឹងឲ្យ admin ផ្សេងកាន់បាទហើយយើងទៅ invite friend ចេញពី admin មួយទៀតណាព្រោះថា account មួយចង់កាន់ប្រមាណ admin ក៏បានចង់កាន់ប្រមាណ page ក៏បានអញ្ចឹងយើងមួយ page ហ្នឹងយើង add account 10ហ្នឹងបាទដើរទៅ invite គេមកចូល account មួយទៀតយកទៅ invite ណាបាទអញ្ចឹង invite គេឡើងចូលបានមួយ account 5000នាក់ចុះដល់10 account មិន50k បាទ 50k invite គេគ្រប់គ្នាទៅអញ្ចឹងយ៉ាងហោចណាស់ក៏មាន 1k follower ដែរមួយ plate ហ្នឹងបាទខ្ញុំជឿអញ្ចឹងធ្វើទៅអញ្ចឹងបាទយល់អត់អ្នកនរគ្នាបាទប៉ុន្តែទន្ទឹមនឹង invite ហ្នឹងយើងធ្វើដូចខ្ញុំថាអញ្ចឹង account ដែលមាន friend ច្រើនហើយ active ល្អផុសទៅគេមានគេ like គេ comment ច្រើនណាបាទអញ្ចឹងខ្ញុំនិយាយម្ដងទៀតមក account បាទ friend 5000នាក់ចុះដល់10 account មិន friend ឡើងប្រហែលបាទ friend ឡើងប្រហែលមិន 50k មែនអត់ហើយនេះមិនមែនជាការសម័យនេះគឺជារឿងអាចទៅរួចអញ្ចឹងសុំតា10% នេះមក follow យើងក៏វាបាន 5k follower បាត់បាទមែនអត់មួយ plate ហ្នឹងមិនមួយ plate តាមពិតស៊ីពេលប្រហែលជាមួយអាទិត្យអីដែរណាយូរគេចុច like ចុច follow យើងអញ្ចឹងណាពេលយើង follow ហើយគឺយូរទៅគេនឹង follow យើងមកហើយបាទអូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់កន្លែងហ្នឹងបាទនេះមិនមែនជាក្តីសម័យណាគឺជារឿងពិតបាទអញ្ចឹងយើងដាក់ admin 10អីទៅ page ហ្នឹងបាទ admin មានសេចស្អាតអីហ្នឹងបាទហើយមួយទៀតបាទធ្វើម៉េច account ដែលល្អនិង account ដែល active សម្រាប់ធ្វើជា admin ផុសបាទអញ្ចឹងជា admin ផុសព្រោះថាក្នុង page មិញគឺទទេណាអត់តមានអីទេឬក៏មានដែរតែវាអត់នេះបាទនេះបាទអូខេគឺយើងផុសរូបភាពផុសវីដេអូចូលទៅបាទនេះកាលណា admin យើងល្អអត់ជាប់ restrict អត់ជាប់អីហើយអឺ active បាទមានគេ like គេ comment ហើយយើង reply comment គេ active ឬ work អញ្ចឹងយើងយកទៅផុសវីដេអូឬក៏រូបភាពទៅគឺ Facebook វារុញវា suggest វា suggest ឡើងតាមធម្មជាតិបាទហើយមួយទៀតគឺរើស content ដែលងាយនឹងផ្ទុះបាទ
ចឹងរើស content នឹងងាយនឹងផ្ទុះនោះគឺមានន័យម៉េច? គឺនរណាៗក៏ពិបាកថាដែរ គឺអត់ដឹងច្បាស់ទេ ទាល់តែសាកណា ជួនកាលយើងគិតថា content ហ្នឹងល្អមើលហើយ បែរជាអត់ល្អមើលវិញ ក៏ថាបាន អញ្ចឹងយើងធ្វើច្រើន ផេកទៅ ធ្វើ ប្រហែលជា 5 ផេក ឬក៏ 10 ផេកទៅ ហើយយើងរើស content ផ្សេងៗគ្នាអ្នកនរគ្នា បាទ រើស content ផ្សេងៗគ្នាទៅគឺ អឺ មាន content ណាមួយប្រាកដជា content ហ្នឹងផ្ទុះហើយ បាទ ឧទាហរណ៍យើងរើស content បែប Funny Dog ឬក៏ឆ្កែបែបកំប្លែង ឬក៏សេះ ឬក៏ខ្លាអីចឹងទៅ បាទ រើស content ស្អាតៗអីចឹងទៅ យើងរើស 10 content មក បើ content ណាផ្ទុះ យើងមើលថាសន្ទុះវាផ្ទុះណា យើងផុសបាន 3 ថ្ងៃទៅ 1 អាទិត្យ យើងដឹងហើយថា ប្រភេទវីដេអូណាផ្ទុះ អញ្ចឹងយើងសម្រុកធ្វើតែអាហ្នឹងទៅ បាទ យើងតេស្តមើល សម្រុកធ្វើតែអាហ្នឹងទៅ ពេលណាផ្ទុះ យើងធ្វើតែអាហ្នឹងទៅ បាទ ហើយមួយទៀតគឺយើងមានអីជួយ share បាទ មាន traffic ជួយ share បាទ អញ្ចឹងមាន traffic ជួយ share គឺ traffic ហ្នឹងមានដូចខ្លះ ជួយ share អញ្ចឹង traffic ហ្នឹងវាអាចមានជា account ហ្វេសប៊ុកដែលមាន friend ច្រើន អាចជា page ដែលមាន follow ច្រើន ហើយឬក៏អាចជា group ដែលមាន member ច្រើនអញ្ចឹងណា យើងផុសចូល group ផុសចូលអីចឹងទៅ អញ្ចឹងអាហ្នឹងវាឡើងបាន view បាន like បាន comment អីទៅ នៅពេលដែលបាន view ច្រើន like comment អីច្រើន គឺនឹងមាន បាទ នឹងអាចរកបាន content monetization ហ្នឹងឯង បាទ អូខេ អញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់ បាទ ហើយបើមានចម្ងល់អាច comment សួរបានណា បាទ